เรื่องปูเก่งกองកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមានរឿងមួយបាននិទានថាកាលពីដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងឥតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនចិត្តខាងគេបបួលគ្នាទៅរកអស់ឯនាងនីឮគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរនាងនីយកនាងអេតជាកូនទៅជាមួយផងនាងនីលីដឹងចូលទៅក្នុងព្រៃនាងនីក៏ពុះអស់លុះពុះយូរបន្តិចទៅក៏រង្គោះដឹងធ្លាក់ចូលទៅក្នុងរន្ធពស់នាងនេះមើលទៅឃើញដឹងថារន្ធពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចឲ្យភ្លៀងស្អែកពស់កេងកងឡើងថាបើនាងព្រមធ្វើជាប្រពន្ធរបស់យើងនឹងឲ្យដឹងទៅនាងវិញតែបើនាងមិនព្រមធ្វើជាប្រពន្ធរបស់យើងទេយើងមិនឲ្យដឹងទៅនាងវិញទេនាងនេះលឺពស់កេងកងថាដូច្នេះហើយហេតុតែជាស្រីខូចក៏ព្រមទទួលថាឲ្យតែអ្នកឲ្យដឹងមកវិញចុះល្ងាចខ្ញុំឲ្យនឹងឥតមហាពស់កេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាចាំដល់ល្ងាចឲ្យនឹងឥតមហាហើយនាងនេះក៏ទូលអស់ទៅផ្ទះជាមួយនាងឥតលុះដល់ប្រឡងនាងនេះក៏ប្រើនាងឥតជាកូនទៅហៅពស់កេងកងនាងឥតទៅដល់រន្ធពស់ក៏ស្រែកថាពស់កេងកងនាងនេះឲ្យហៅឯពស់កេងកងឮហើយក៏ចេញមកនាងឥតឃើញពស់ក៏ភ័យព្រឺស្ញើបអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូននៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីហើយប៉ុន្តែពេលនេះគាត់ទៅជួយកម្ម2-3ឆ្នាំទើបគាត់មកម្ដងពស់កេងកងសួរថាតើប្តីរបស់នាងនៅប្រមាណខែទៀតទើបមកដល់នាងនេះឆ្លើយថាមិនដឹងជាប្រមាណខែប្រមាណថ្ងៃទើបមកទេពស់កេងកងលានាងនេះទៅរូងវិញបើប្តីខ្ញុំមិនឲ្យនឹងអត់ទៅហើយទេអ្នកកុំមកឲ្យសោះណាបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើនឹងអត់ឲ្យទៅហើយអ្នកសឹមអ្នកមកពស់កេងកងក៏វាទៅរួមវិញទៅតតែល្ងាចនាងនេះប្រើនាងឥនឲ្យទៅហៅពស់កេងកងនាងឥនខ្លាចម្ដាយក៏ទៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយមានសហាយនឹងពស់នាងឥនទៅដល់មាត់រូងក៏ហៅថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាឥតអើយឥតបើយើងទៅនោះឪពុករបស់នាងប្រកាសជាកាត់យើងដាច់នាងឥតឆ្លើយថាឪពុកយើងទៅជួយអង្កាំ2-3ឆ្នាំមិនទាន់មកដល់ផងពស់កេងកងបានឮនាងឥតប្រាប់ដូច្នោះក៏លូនចេញពីរន្ធមកហើយចេះទៅរាល់ថ្ងៃនាងនេះមានសហាយជាមួយពស់កេងកងតើតែមានផ្ទៃពស់ដល់យូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាំវិញឃើញនាងនេះពស់ធំក៏នឹកសង្ស័យក៏សួរនាងឥតជាកូននាងឥតប្រាប់ឪពុកថាម៉ែគាត់មានសហាយនឹងពស់កេងកង
ឲ្យតែដល់ពេលយប់កាលណាឲ្យខ្ញុំទៅហៅរាល់ថ្ងៃឪពុកឮនាងឥតប្រាប់ដូច្នោះក៏និយាយប្រាប់នាងឥតថាលុះដល់ល្ងាចឡើងឯងត្រូវទៅហៅវាមកទៀតយើងនឹងកាប់វានៅមាត់ទ្វារហើយនេះឯងកុំឲ្យម៉ែឯងដឹងឲ្យសោះនោះទេនាងឥតដល់ពេលយប់ក៏ទៅហៅពស់កេងកងថាពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮហើយឆ្លើយថាអត់អើយអត់បើយើងហ៊ានទៅនោះឪពុករបស់នាងប្រកាសជាសម្លាប់យើងនាងឥតឆ្លើយថាឪពុកយើងទៅជួយអង្កាមពី3ឆ្នាំមិនទាន់មកផងពស់កេងកងឮនាងឥតប្រាប់ដូច្នោះស្មានថាឪពុកមិនទាន់មកពីជួយអង្កាមមែនក៏ទៅដូចសពដងឯឪពុកនាងឥតកាន់ដាវពួននៅមាត់ទ្វារចាំកាំងពស់កេងកងលូនចូលមាត់ទ្វារបន្តិចឪពុកនាងឥតកាត់ដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្តាមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រាឯកណ្ដាលខ្លួនឲ្យនាងឥតយកទៅពន្លលាស្បែកចោលហើយផ្ដាំនាងឥតថាកុំឲ្យម្ដាយឯងដឹងឲ្យសោះទុកសាច់វាស្លឲ្យម្ដាយឯងស៊ីផងឪពុកនាងឥតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំបានដឹងថាប្តីកាប់ពោះជាសហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងឥតយកសាច់ពោះទុកឲ្យនាងនេះជាម្ដាយហូបនាងនេះឃើញសម្លខ្លាញ់រលើមទាំងចានឆ្នាំងក៏សួរនាងឥតថាអត់អើយបានសាច់អីស្លនាងឥតប្រាប់ថាសាច់ជ្រូកម៉ែនាងនេះនឹកគិតស្មានថាសាច់ជ្រូកមែនក៏ដួសសម្លយកមកហូបបាយកាលនាងឥតដួសសម្លយកមកឲ្យនាងនេះជាម្ដាយហូបមានក្អែកមួយវាឃើញក្បាលពស់ដាក់លើមេឃពុត្រាវាចង់ស៊ីសាច់ពស់វាពោលថាកឡោនាងនេះស៊ីសាច់ប្តីឯងនាងនេះកំពុងតែហូបបាយលើក្អែកបូលដូច្នោះក៏មើលទៅលើដើមពុត្រាឃើញក្បាលពស់កេងកងលើមេឃហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងនេះពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយហូបបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលំទឹកភ្នែកឯក្អែកនោះចេះតែបូលថាកឡោនាងនេះស៊ីសាច់ប្តីឯងក្បាលដាក់លើមេឃពុត្រាកន្ទុយដាក់លើស្តានាងនេះមើលទៅលើស្តាហើយកន្ទុយពស់កេងកងស្ទុះនោះឯប្តីនាងនេះដឹងថាប្រពន្ធមានសហាយនឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនេះដល់នាងនេះមានផ្ទៃពោះចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់ទឹកលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាដើរបន្តទៅមុខទៀតទៅឲ្យឆ្ងាយពីស្រុកយើងនឹងកក់សក់លេងសប្បាយតែពីរនាក់តែម្ដងនាងនេះមិនដឹងខ្លួនថាប្តីគិតសម្លាប់ខ្លួនស្មានថាប្តីនាំទៅកក់សក់មែនក៏ដាស់ចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះគឺរៀបសប្បាយខ្លាំងណាស់យើងឈប់កក់សក់នៅទីនេះហើយឯនាងនេះមិនដឹងថាប្តីគិតចង់សម្លាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែជាកូនពស់លូនចេញពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុជក្នុងទឹកខ្លះលូនចូលទៅក្នុងព្រៃ
ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ